នេះគឺជាទីក្រុងដែលគ្មានឆ្មាអនាថាព្រោះទីក្រុងទាំងមូលគឺជាផ្ទះរបស់ពួកគេនៅទីក្រុងនេះគ្រប់ហាងគ្រប់ផ្លូវហាងលក់ទំនិញនិងស្ថានីយ៍រថភ្លើងក្រោមដីគឺជាផ្ទះរបស់ពួកវានៅទីនេះច្បាប់ការពារសត្វឆ្មាទាំងនេះដោយគ្មាននរណាមានសិទ្ធិដេញសត្វទាំងនេះឲ្យទៅទីណាទេពួកវាត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃសហគមន៍ក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទូគីដោយដើរលេងដោយសេរីឆ្មានៅទីនេះចូលរួមការប្រជុំសំខាន់ពួកវាចូលរួមការប្រគំតន្ត្រីចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដកំពូលនិងជាផ្នែកសំខាន់នៃទីក្រុងប៉ុន្តែនោះមិនទាន់អស់ទេពួកវាក៏មានការងារសំខាន់ផងដែរឆ្មាខ្លះពិនិត្យសុវត្ថិភាពអ្នកដំណើរនៅលើរថភ្លើងក្រោមដីខ្លះជួយពិនិត្យរថយន្តហើយខ្លះទៀតថែមទាំងលក់ស្បែកជើងទៀតផងទីក្រុងនេះក៏ធានាថាពួកគេមានការគាំទ្រយ៉ាងល្អសម្រាប់ជីវិតរបស់សត្វឆ្មាទាំងនេះពួកគេរស់នៅក្នុងផ្ទះដ៏ស្រស់ស្អាតហើយអ្នកស្រុកទុកអាហារឲ្យពួកវាស៊ីឥតគិតថ្លៃកូនឆ្មាអាចសុំអាហារបានគ្រប់ពេលដោយសារតែនេះឆ្មាបានសម្រាកនៅគ្រប់ទីកន្លែងនៅក្នុងទីក្រុងប្រជាជននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលជឿថាឆ្មាទាំងអស់គឺជាពលរដ្ឋនៃទីក្រុងដែលមានសេរីភាពនិងស្មើភាពគ្នាដោយចែករំលែកទឹកដីនេះជាមួយមនុស្សការធ្វើបាបឆ្មានៅទីក្រុងនេះចាត់ទុកថាជាបទល្មើសធ្ងន់ធ្ងរអ្នកនៅទីក្រុងជឿថាបើអ្នកណាធ្វើបាបឆ្មាត្រូវសង់ព្រះវិហារដើម្បីសុំការលើកលែងទោសពី